Cat got your tongue? Cat got your tongue? Cat got your tongue? បញ្យល់អត្ថន័យឃ្លាខ្លះ Cat got your tongue ជាភាសាខ្មែរនេះគឺជាឃ្លាខ្លះពីនិយមមួយដែលបើសិនជាយើងចង់និយាយឲ្យត្រូវវេយ្យាករណ៍ហើយពេញលេញគឺយើងនិយាយថា Did the cat get your tongue នេះត្រង់របស់ឃ្លានេះចង់និយាយថាតើឆ្មាបានយកឬក៏បានលួចអណ្ដាតរបស់អ្នកឯងមែនចំណុចរៀបធៀបរបស់វាវិញយើងប្រើវាដើម្បីនិយាយបែបលេងសើចក៏បានបែបបញ្ចុះបសក៏បានឬបែបងឿងឆ្ងល់មែនទែនក៏បានដោយយើងប្រើវាដើម្បីសួរទៅកាន់នរណាម្នាក់ដែលស្ងាត់មាត់ស្ងាត់កខុសពីធម្មតាឬក៏ដែលមានអារម្មណ៍ស្ទះស្ទើរមុននឹងនិយាយស្ដីអ្វីមួយអញ្ចឹងទៅវាមានអារម្មណ៍ថាមិនខុសពីតំណងមិនខុសពីដូចរដងមែនទៅមានវិស្ដីនៃការនិយាយថាថ្ងៃនឹងកោមែនមិនអត់និយាយអីឬក៏មិនស្ងាត់មាត់ខុសពីធម្មតាអញ្ចឹងវាគឺជាប្រភេទសំណួរដែលយើងគ្រាន់តែសួរចោលលក្ខណៈថាមិននិយាយស្ដីដូចរដងឬក៏មិនធ្វើសកម្មភាពឬធ្វើចរិតខុសពីរដងអញ្ចឹងដោយស្ងាត់មាត់ស្ងាត់កអញ្ចឹងឧទាហរណ៍ You've been quiet all evening Cat got your tongue មានន័យថាអ្នកឯងមិនស្ងាត់មាត់ម៉េះឡើងពេញមកល្ងាចហ្មងឆ្មាលួចដាតមកឯងមែនឬក៏មានអីកើតឡើងមែនថ្ងៃនឹងកោមែន